ចាសសូមជម្រាបសួរលោកអ្នកនាងជាទីមេត្រីថ្ងៃនេះថ្ងៃទី1ខែតុលាឆ្នាំ2014នាងខ្ញុំសូមជូនព័ត៌មានប្រចាំថ្ងៃរបស់ទូរទស្សន៍សង្គ្រោះជាតិដែលមានដូចជារដ្ឋសភាប្រជុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនយោបាយរបស់គណៈបកប្រជាជននិងគណៈបកសង្គ្រោះជាតិប្រជាពលរដ្ឋភូមិអមលៀងខេត្តកំពង់ស្ពឺបន្តការតវ៉ានៅថ្ងៃទី2នៅមុខទីស្នាក់ការធនាគារ ANZ Royalហើយនៅចុងបញ្ចប់កម្មវិធីគឺប្រសាសន៍របស់លោកយមសវណ្ណតំណាងរាជគណៈបកសង្គ្រោះជាតិនៅក្នុងកិច្ចប្រជុំការពិព្រឹកមិញនេះចាស់ជាបន្តទៅនេះសូមអញ្ជើញលោកអ្នកនាងតាមដានទស្សនាព័ត៌មានពិស្ដារដ្ឋសភាប្រជុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនយោបាយរបស់គណៈបកប្រជាជននិងគណៈបកសង្គ្រោះជាតិរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៃព្រឹកនេះបានបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួនលើកដំបូងបន្ទាប់ពីវិសមការរយៈពេល3ខែហើយក៏ជាលើកដំបូងដែលមានការចូលរួមពីសមាជិកសភាមកពីគណៈបកសង្គ្រោះជាតិ55រូបក្រុមវត្តមាននៃព្រឹកនេះមាន120រូបដឹកនាំប្រជុំដោយលោកហេងសំរិនប្រធានរដ្ឋសភានិងលោកកឹមសុខាអនុប្រធានទី1រដ្ឋសភារបៀបវិរៈចំនួន6ត្រូវបានលើកឡើងនៅក្នុងកិច្ចពិភាក្សានៃព្រឹកនេះប៉ុន្តែរបៀបវិរៈមួយដែលសំខាន់គឺច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញចំណុចដែលត្រូវធ្វើវិសោធនកម្មគឺការដាក់បញ្ចូលស្ថាប័នកោជបនៅក្នុងរដ្ឋធម្មនុញ្ញដើម្បីស្ថាប័ននេះអាចធ្វើសកម្មភាពរបស់ខ្លួនបានដោយពេញលេញនិងឯករាជ្យប្រជាពលរដ្ឋភូមិអមលៀងខេត្តកំពង់ស្ពឺបន្តការតវ៉ានៅថ្ងៃទី2នៅមុខទីស្នាក់ការធនាគារ ANZ Royal ហើយនៅចុងបញ្ចប់កម្មវិធីគឺប្រសាសន៍របស់លោកយមសវណ្ណតំណាងរាជគណៈបកសង្គ្រោះជាតិនៅក្នុងកិច្ចប្រជុំការពិព្រឹកមិញនេះអ្នកភូមិបានឡោមព័ទ្ធទីស្នាក់ការធនាគារ ANZ Royal ដែលមានទីតាំងស្ថិតនៅសង្កាត់សាថ្មីដែលបង្ខំឲ្យធនាគារនោះត្រូវបិទទ្វារភ្លាមៗអំឡុងពេលតវ៉ាអ្នកភូមិបានយកឈាមនិមិត្តមកលាបលើក្រដាសប្រាក់คล้ายៗពង្រាយលើទីធ្លាជាការបញ្ជាក់ថាថវិកាកម្ចីរបស់ធនាគារ ANZ ទៅឲ្យក្រុមហ៊ុនលោកលីយ៉ុងផាត់វិនិយោគដាំដើមអំពៅគឺប្រឡាក់ឈាមគឺដោយសារតែកម្ចីនេះហើយទើបធ្វើឲ្យក្រុមហ៊ុនលោកលីយ៉ុងផាត់វិតទីដីវិនិយោគប៉ះពាល់ដីធ្លីរបស់ប្រជាពលរដ្ឋនៅក្នុងភូមិអមលៀងស្រុកថ្ពងខេត្តកំពង់ស្ពឺអ្វីដែលពលរដ្ឋចង់បានគឺដំណោះស្រាយសមរម្យជាថ្នូរនឹងការបាត់បង់ដីធ្លីរបស់ពួកគាត់ឬការដោះស្រាយតាមរូបមន្តដោយផ្ដល់ដីមកឲ្យប្រជាពលរដ្ឋវិញហើយក្រុមហ៊ុនអភិវឌ្ឍនៅលើដីទំនេរតែប៉ុណ្ណោះទុកដល់ឲ្យប្រាក់ឲ្យខាត់ចេះទៀតទៅនេះគេនឹងស្អាតផ្ដល់ថវិកាចាសម្រាប់ឲ្យក្រុមហ៊ុនចៃហើយឈូសឆាយដីជាពលរដ្ឋអស់ហើយនៅតំបន់ដែលឃុំអមឡាងស្រុកពងខេត្តកំពង់ស្ពឺស្រុកអូរ៉ាល់មានចំនួនប្រមាណហិកតាចំនួនច្រើនរាប់រយរាប់ពាន់ហិកតាអស់លីងជាពលរដ្ឋខ្ញុំកំពុងខ្វះខាតក្រំបាក់ឥឡូវនឹងវេទនាណាស់ប្រជាពលរដ្ឋបានចោទធនាគារ ANZ ថាជាឫសគល់នៃបញ្ហាដែលអូសបន្លាយរហូតមកដល់សប្តាហ៍ថ្ងៃដូចនេះជាការទទួលខុសត្រូវធនាគារនេះត្រូវតែជួយសម្របសម្រួលឬដកយកហិរញ្ញប្បទានរបស់ខ្លួនពីការវិនិយោគរបស់ក្រុមហ៊ុនលីយ៉ុងផាត់ដាំដើមអំពៅចំពោះប្រជាពលរដ្ឋដែលបាត់បង់ដោយធនាគារ ANZ ជាឫសគល់នៃបញ្ហាធនាគារ ANZ គប់កាត់គ្នាជាមួយនឹងក្រុមហ៊ុនដែលមានលុយមានអំណាចចូលមកដល់ស្រ័យអើយជាពលរដ្ឋជាបន្តទៅទៀតសូមបងប្អូនជនរួមជាតិតាមដានទស្សនានៅការឡើងថ្លែងក្នុងកិច្ចប្រជុំសភាការពិព្រឹកមិញនេះលោកយមសវណ្ណតំណាងរាជគណៈបកសង្គ្រោះជាតិបានមានប្រសាសន៍ដូចនេះថាខ្ញុំបាទយល់ឃើញថាសេចក្តីព្រាងច្បាប់នេះគឺជាឧបករណ៍ច្បាប់មួយដែលការពារព្រៃឈើធនធានធម្មជាតិត្រីនិងការពារជនជាតិភាគតិចដែលកំពុងរងនៅការបំផ្លិចបំផ្លាញនៅក្នុងប្រទេសកម្ពុជាយើងឃើញការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលចំពោះការការពារនៅជីវៈចម្រុះទាំងអស់នេះក៏ប៉ុន្តែកន្លងមកក៏យើងឃើញជីវៈចម្រុះទាំងអស់នោះស្ថិតនៅក្រោមការបំផ្លិចបំផ្លាញតាមរូបភាពផ្សេងដែលយើងទាំងអស់គ្នាគួរតែខិតខំប្រឹងប្រែងការពារឲ្យបានពុតមាំជាទីបំផុតខ្ញុំសូមគាំទ្រពិធីសារណាកូចានេះដោយសារគោលបំណងនៃពិធីសារនេះគឺមានសារៈសំខាន់ដើម្បីអភិរក្សនៅជីវៈចម្រុះដែលក្នុងនោះមានតាំងពីព្រៃឈើសត្វព្រៃមានតាំងពីការថែទាំនៅ
ជនជាតិភាគតិចដែលកំពុងរស់នៅក្នុងតំបន់ផ្សេងនៅក្នុងប្រទេសកម្ពុជាហើយក៏មានសារៈសំខាន់ក្នុងការប្រើប្រាស់នៃជីវៈចម្រុះនេះដើម្បីឲ្យមាននិរន្តរភាពគោលបំណងទី3គឺជាការប្រើប្រាស់ជីវៈចម្រុះដើម្បីឲ្យមានផលប្រយោជន៍ការបែងចែកនៅផលប្រយោជន៍ដែលមានសមធម៌និងយុត្តិធម៌នៅក្នុងសង្គមកន្លងមកយើងឃើញមានគម្រោងវារីអគ្គិសនីធំជាច្រើនដែលបាននឹងកំពុងតែដំណើរការហើយក៏គម្រោងធំខ្លះទៀតក៏កំពុងតែធ្វើការសិក្សានៅក្នុងប្រទេសកម្ពុជាឧទាហរណ៍ដូចជាគម្រោងវារីអគ្គិសនីនៅតំបន់អរ៉ែងខេត្តកោះកុងគម្រោងវារីអគ្គិសនីសេសានស្រែពកនៅខេត្តស្ទឹងត្រែងដែលកំពុងតែសិក្សាទាំងផ្នែកបច្ចេកទេសការសិក្សាទាំងផលប៉ះពាល់ទៅលើបរិស្ថានក៏ដូចជាទៅលើសង្គមនៅពេលដែលពិធីសារនេះចូលជាធរមានសំណួរដែលត្រូវចោទសួរថាតើគម្រោងទាំងអស់នោះបានដើរស្របទៅនឹងខ្លឹមសារស្មារតីនៃពិធីសារ Nagoya នេះដែរឬក៏អត់យើងស្នើសុំឲ្យរាជរដ្ឋាភិបាលពិនិត្យពិចារណាទៅលើគម្រោងធំទាំងអស់នោះដែលកំពុងអនុវត្តកំពុងសិក្សាថាតើគម្រោងទាំងអស់នោះបានបម្រើផលប្រយោជន៍ជាតិពិតប្រាកដបានការពារនៅបរិស្ថានព្រៃឈើសត្វព្រៃលក្ខណៈបានការពារសហគមន៍ជនជាតិភាគតិចដែលប៉ះពាល់ដោយសារតែការអនុវត្តគម្រោងនោះដែរឬក៏យ៉ាងម៉េចខ្ញុំសូមលើកយកឧទាហរណ៍មួយដែលឃើញមានព័ត៌មានចម្រូងចម្រាសតាក់ទងនឹងគម្រោងវារីអគ្គិសនីនៅអរ៉ែងគម្រោងវារីអគ្គិសនីនេះឃើញថារាជរដ្ឋាភិបាលបានរៀបចំឲ្យមានការសិក្សាអំពីផលប៉ះពាល់ផ្នែកបច្ចេកទេសសិក្សាអំពីផលប៉ះពាល់ទៅលើបរិស្ថានសិក្សាអំពីផលប៉ះពាល់ទៅលើសហគមន៍ទៅលើជនជាតិភាគតិចទៅលើសង្គមក៏ប៉ុន្តែចំណោទដែលសួរថាតើក្រុមហ៊ុនដែលសិក្សានោះជាក្រុមហ៊ុនឯករាជ្យជាក្រុមហ៊ុនដែលបម្រើឲ្យផលប្រយោជន៍មនុស្សជាតិពិតប្រាកដឬមួយជាក្រុមហ៊ុនដែលជួលដោយក្រុមហ៊ុនដែលកាន់កាប់គម្រោងវារីអគ្គិសនីនោះខ្ញុំក៏សម្គាល់ឃើញថារបាយការណ៍នោះមិនទាន់សុក្រទេហើយក៏មិនទាន់ធ្វើបានចប់សពគ្រប់ដែរដោយសារថាក្រុមហ៊ុនដែលសិក្សាអំពីផលប៉ះពាល់នោះគឺឈ្មោះក្រុមហ៊ុនសាវ៉ានិងក្រុមហ៊ុន SBK ជាក្រុមហ៊ុនដែលជួលដោយក្រុមហ៊ុនវារីអគ្គិសនី Sinot Hydro ជារបស់ក្រុមហ៊ុនប្រទេសចិនតើរបាយការណ៍នេះសក្តិដែរឬក៏អត់មកទល់ពេលនេះឃើញមានខ្ញុំពិនិត្យមើលឃើញមានរបាយការណ៍ពីរខុសគ្នារបាយការណ៍ដែលរៀបចំដោយក្រុមហ៊ុន សាវ៉ានិង SBK ហើយនឹងរបាយការណ៍ដែលរៀបចំដោយអង្គការ CI FFI ហើយនឹងអង្គការ Worldwide Alliance គឺខុសគ្នាច្រើនមែនទែនដូច្នេះយើងអត់អាចដឹងបានពិតប្រាកដអំពីផលប៉ះពាល់នេះហើយបើស្ដាប់មើលប្រជាពលរដ្ឋដែលនៅតំបន់អរ៉ៃទាំងនោះគឺគាត់មានការប្តឹងផ្តល់អំពីផលប៉ះពាល់ទៅលើសហគមន៍របស់គាត់ទៅលើជីវភាពរស់នៅរបស់គាត់អំពីផលប៉ះពាល់ទៅលើការបំផ្លាញព្រៃឈើបំផ្លាញធនធានធម្មជាតិដូចជាសត្វព្រៃដូចជាត្រីគឺត្រីដែលកម្រមាននៅលើពិភពលោកដូចជាត្រីមាសក្រពើធំគឺកម្រមានណាស់នៅលើពិភពលោកហើយឥឡូវគឺមានតែនៅតំបន់នោះទៀតទេហើយព្រៃឈើតំបន់អរ៉ែងគឺជាព្រៃឈើចុងក្រោយរបស់ប្រទេសកម្ពុជាដែលមានការកោតសរសើរពីសហគមន៍អន្តរជាតិដែលមានសុខភាពដែលមានសារៈប្រយោជន៍សម្រាប់ទេសចរផ្នែកធម្មជាតិគឺមានសារៈសំខាន់ច្រើនណាស់អញ្ចឹងខ្ញុំសូមឲ្យរាជរដ្ឋាភិបាលប្រយ័ត្នប្រយែងនៅក្នុងការអនុវត្តគម្រោងនេះហើយសូមឲ្យមានការសិក្សាប្រកបដោយឯករាជ្យដូចឥឡូវនៅប្រទេសភូមាគេរៀបចំធ្វើវារីអគ្គិសនីណាមួយក៏ដោយគឺវារីអគ្គិសនីនោះគឺគេសិក្សាពីផលប៉ះពាល់ដោយក្រុមហ៊ុនឯករាជ្យពីព្រោះបើឲ្យក្រុមហ៊ុនដែលគាត់បានគម្រោងនោះគាត់អនុវត្តគម្រោងនោះទៅធ្វើការសិក្សាប្រកាសជារបាយការណ៍នោះមិនឯករាជ្យទេមិនអភិជាកិត្តិទេនិយាយផលប៉ះពាល់នោះវាអត់ពិតប្រាកដទេហើយខ្ញុំដឹងទៀតថាក្រុមហ៊ុនដែលកំពុងសិក្សាហ្នឹងក៏មានមន្ត្រីរាជការដែលនៅក្នុងក្រសួងបរិស្ថាននៅក្នុងក្រសួងមួយចំនួនទៀតដែលទៅធ្វើជាអ្នកស្រាវជ្រាវសិក្សាហើយខ្ញុំគិតថាមិនសុខទេរបាយការណ៍ហ្នឹងដូច្នេះសូមឲ្យមានការសិក្សាឡើងវិញពីព្រោះហើយកន្លងមកហ្នឹងក៏ខ្ញុំសូមលើកទាញអារម្មណ៍តំណាងរាជរដ្ឋាភិបាលផងដែរថាការកាប់បំផ្លាញព្រៃឈើជាតាមធម្មតាក្នុងការដែលយើងរៀបចំធ្វើអាងត្រូវបោសសម្អាតផ្ទៃអាងទឹកផ្ដល់អាជ្ញាប័ណ្ណទៅឲ្យក្រុមហ៊ុនមួយដើម្បីកាប់ព្រៃឈើនៅទីនោះក៏ប៉ុន្តែអ្នកដែលបានអាជ្ញាប័ណ្ណហើយមិនត្រឹមតែកាប់ព្រៃឈើនៅក្នុងអាងនោះទេថែមទាំងវិតដែនកាប់ព្រៃឈើនោះឆ្លងទៅ30 40 50 គីឡូម៉ែត្រអាចឆ្លងខេត្តក៏ថាបានដែរ
យើងមិនចាំបាច់រំលឹកឈ្មោះក្រុមហ៊ុននោះទេប៉ុន្តែយើងមានឯកសារគ្រប់គ្រាន់ដែលថាក្រុមហ៊ុននោះរំលោភច្បាប់ដែលចេញដោយរាជរដ្ឋាភិបាលរួចហើយទៅកាប់បំផ្លាញព្រៃឈើនៅតំបន់ផ្សេងទៀតក្រោមរូបភាពថាទទួលបានសម្បទានព្រៃឈើពីរាជរដ្ឋាភិបាលហើយព្រៃឈើជំរាបស្រាប់ឯកឧត្តមផ្លូវមួយចំនួននៅតាមខេត្តដែលសាងសង់ដោយគ្រួក្រហមដោយផ្លូវបេតុងត្រូវឡានដឹកឈើធ្ងន់ធ្ងរលើសទម្ងន់បំផ្លាញស្ទើរគ្មានសល់ហើយមកទល់ពេលនេះតាមផ្លូវជាតិមួយចំនួនដែលយើងឃើញទាំងអស់គ្នាហើយគឺថាមានការខូចខាតធ្ងន់មែនទែន5ឆ្នាំមុននិង5ឆ្នាំក្រោយដូចជាផ្លូវពីក្រចេះទៅស្ទឹងត្រែងទើបតែជិះបានតែម្ដងហើយឥឡូវនេះគឺផ្លូវនេះត្រូវខូចខាតទាំងស្រុងសូម្បីតែឡានឈ្នួលដឹកអ្នកដំណើរក៏ត្រូវផ្អាកដំណើរការប៉ះពាល់ទៅដល់វិស័យទេសចរប៉ះពាល់ទៅដល់គោលរស់នៅបងប្អូនប្រជាពលរដ្ឋនៅតាមតំបន់នោះថែមទៀតដូច្នេះសង្ខេបមកវិញគឺថាបើក្នុងគម្រោងធំវិរិយអគ្គិសនីដែលបាននឹងកំពុងសិក្សាសូមពិនិត្យការធ្វើការសិក្សាឲ្យបានល្អិតល្អន់ឲ្យមានឯករាជ្យពិតប្រាកដហើយចេញលទ្ធផលពិតប្រាកដដែលឆ្លើយតបទៅនឹងកម្រិតស្តង់ដារអន្តរជាតិក៏ដូចជាស្តង់ដារនៅក្នុងប្រទេសរបស់យើងវិធីសាស្ត្រនេះបានចែងយ៉ាងច្បាស់អំពីយន្តការនៅក្នុងការត្រួតពិនិត្យបានចែងយ៉ាងច្បាស់អំពីវិធានការរបស់រាជរដ្ឋាភិបាលនៅក្នុងការការពារនៅបរិស្ថានការពារនៅព្រៃឈើការពារនៅជនជាតិភាគតិចទាំងអស់នេះដូច្នេះគឺថាខ្ញុំស្នើសុំជាទីបញ្ចប់នេះគឺថាយើងត្រូវតែពិនិត្យទៅលើការសិក្សាទាំងអស់សារជាថ្មីឡើងវិញហើយបើក្នុងករណីទំនប់វារីអគ្គិសនីនៅអរ៉ែងសូមមេត្តាបើកំពុងអនុវត្តហើយសូមមេត្តាផ្អាកជាបណ្ដោះអាសន្នសិនដើម្បីធ្វើការសិក្សាស្រាវជ្រាវឡើងវិញដើម្បីជួយទៅដល់ផលប្រយោជន៍ប្រទេសជាតិយើងក៏ដូចជាប្រវត្តិដែលរងផលប៉ះពាល់សូមអរគុណសម្ដេចប្រធានសូមអរគុណចាកម្មវិធីព័ត៌មានប្រចាំថ្ងៃដែលលោកអ្នកនាងតាមដានទស្សនាអំបញ្ញមិញនេះចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា